Hello ជំរាបសួរបងប្អូនជនរួមជាតិជនរួមឈាមនៅក្នុងសង្គម Facebook ក៏ដូចជា YouTube Channel Page ស្តង់ដាបងប្អូននៅក្នុងស្រុកភូមិបងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ជាទីរាប់អានថ្ងៃនេះចេញទៀតហើយបងប្អូននិយាយអំពីកូនសិស្សខ្លះគាត់អត់យល់ពាក្យថាអំពើមានច្រើនអំពើហ្នឹងគេធ្វើអំពើគេដាក់អំពើស្នេហ៍អំពើមានច្រើនអញ្ចឹងអ្នកខ្លះឮពាក្យថាអំពើហ្នឹងគាត់យល់ខ្លះតែវាមានន័យទូលំទូលាយបងប្អូនអំពើកម្មៈប្រែថាអំពើអ្នកណាធ្វើអ្នកនោះទទួលចឹងចង់ប្រាប់ថាពាក្យអំពើថ្ងៃនេះនិយាយអំពីអ្នកដែលធ្វើអំពើអំព័ន្ធអីមានច្រើនអញ្ចឹងអំពើមានដូចជាអំពើចាមអំពើធ្មប់អំពើស្នេហ៍អំពើព្រាយអំពើសិលអំពើព្រាត់ក្បៃអំពើកោបាអំពើមានច្រើនលាក់ហ្នឹងណាអញ្ចឹងយើងត្រូវយល់ពាក្យថាអំពើហ្នឹងហើយ4យុទ្ធសាស្ត្រដែលយើងត្រូវដោះអំពើហ្នឹងយើងត្រូវដោះដោយវិធីណាដោយយុទ្ធសាស្ត្របែបណាអញ្ចឹងយើងត្រូវយល់ថាគេដាក់អំពើអីឧទាហរណ៍យើងត្រូវយល់អំពើចាមអំពើចាមគេធ្វើរបៀបម៉េចគេដាក់របៀបម៉េចបាទហើយចាមតែងតែខ្លាចអីតែងតែចាញ់អ្វីបើខ្ញុំគិតមិនខុសចាមទី1គេហៅអូស្កែម៉ែជ្រូកអញ្ចឹងគេអត់គ្រប់គេអត់ហូបសាច់ជ្រូកឆ្កែទេអញ្ចឹងវិធីដោះវានៅចំណុចគ្រឹះវាអស់ហ្នឹងទុកបង្ហាញថ្ងៃក្រោយទៀតប្រាប់អស់ពេកប្រិយមិត្តទាំងអស់គាត់អត់ឆ្ងល់អត់ខមមិនសួរអញ្ចឹងណាបាទហើយអំពើស្នេហ៍មានដូចជាគេដាក់ឲ្យយើងងប់ងល់វង្វេងវង្វាន់ដោយវិធីដោះរបៀបណាហ្នឹងចំណុចចឹងបាទអំពើសិលដូចជាគេប្រើព្រាយឲ្យមកធ្វើយើងឲ្យធ្វើឲ្យយើងឈឺចុកពុះកាច់កាន់អញ្ចឹងផ្លែតអំពើសិលមួយទៀតគេប្រើអ្នកតាប្រើអីឲ្យមកធ្វើយើងដែរដូចគ្នាមួយទៀតគោបាគេប្រើគោប្រើអីមកសំមកវត្តមកចាក់មកទម្លុះយើងអាចស្លាប់ភ្លាមទៅគោបានឹងប្រើពាក្យមន្តអាគមពួកធ្មប់ពួកអាបតែអាបវាប្រើក្អែបធ្មប់ប្រើគោបាប្រើអីអ្នកលេងមន្តអាគមខ្មៅគេផ្លូវខ្មៅងឹតអញ្ចឹងយើងត្រូវស្វែងយល់ពីចំណុចគ្រឹះទាំងអស់ហ្នឹងហើយយើងមានយុទ្ធសាស្ត្រដោះបែបមួយដែលយើងត្រូវដោះអំពើព្រាត់គេប្រើស្បែកគោស្បែកក្បៃផ្លុំសូនជាកញ្ចែហោះមកចូលឬក៏គេដាក់ចូលទៅតាមគ្រឿងឧបភោគបរិភោគរបស់យើងហ្នឹងអំពើច្រើនហើយដូចជាអំពើអាបហ្នឹងក៏វាប្រើមន្តអាគមខ្មៅដែរពួកវាប្រើរបៀបគេហៅក្អែបលូនចូលឬក៏តាមចំណៃបងប្អូនហើយមួយទៀតយើងត្រូវយល់អំពីភាពអាក្រក់របស់ពួកធ្វើអាក្រក់ទាំងអស់នោះយើងស្វែងយល់អំពីឫសគល់វាទីហោដូចជាសារមកវិញបញ្ជាក់សារវិញហ្នឹងដូចជាអំពើចាមយើងត្រូវដោះរបៀបម៉េចឥឡូវបញ្ជាក់អញ្ចឹងទៅអំពើចាមរូបមន្តដែលដោះស្រួលងាយ
គឺយើងប្រើសាច់ជ្រូក3ជាន់បាទហើយនឹងលឹងឆ្កែខ្មៅបាទស្រួលងាយតែគេដាក់របៀបម៉េចសំខាន់ថាគ្រូហ្នឹងប្រើអាហ្នឹងហើយយើងអត់ចេះកាត់គ្រូខ្លះរៀនអត់ដល់បងប្អូនវាមានថ្នាក់របស់គ្រូបើយើងអត់មានកន្ត្រៃមាសអត់ចេះកន្ត្រៃមាសកន្ត្រៃប្រាក់កាត់មុនអាគមខ្មៅរបស់គេទេយើងបានលាងហើយក៏អាចឈឺវិញបងប្អូនអញ្ចឹងគ្រូខ្លះរៀនអត់ទាន់ដល់កន្ត្រៃមាសកន្ត្រៃប្រាក់កាត់សពសារពើមុនអាគមអាឋានខ្មៅងឹតបានទាំងអស់ខ្ញុំរៀនដល់កន្ត្រៃពេជ្រទៀតបងប្អូនកន្ត្រៃពេជ្រខ្ញុំរៀនចប់ហើយក៏បានយើងឃើញថាវាបានណាគេនៅរៀនតទៅទៀតនៅខ្ពស់ទៀតមានច្រើនទៀតចឹងខ្ញុំបានចាប់ទៅកន្ត្រៃពេជ្រកន្ត្រៃមាសកន្ត្រៃប្រាក់ចឹងយើងដោះដោយថ្នាំហើយយើងកាត់ដោយមុនអាគមដោយកន្ត្រៃដោយសារពេជ្រគេហៅសារពេជ្រដើម្បីផ្លុំដោះចំណងឧបគត់ចំណងអាក្រក់នាទីយើងបាន6នាទីអីអញ្ចឹងចែកដល់សិស្សគុណទាំងអស់ដែលរៀនចេញពីខ្ញុំដូចជានៅតកែវដូចជានៅកំពតហើយនៅព្រះវិហារសិស្សក្រោយនេះក៏ចេះតែនៅឆ្ងល់ច្រើននឹងព្រះវិហារឧត្តមមានជ័យសូមលោកជួយគិតអំពីចំណុចដែលខ្ញុំប្រាប់ហ្នឹងហើយយើងត្រូវដោះចំណុចដែលយើងចេះហើយយើងអត់ពិបាកទេថ្នាំយើងដោះហើយយើងត្រូវមានពិធីការតាមបែបដែលយើងយល់តាមក្បួនច្បាប់គម្ពីរពីបុរាណមកគេរៀនពួកអាគមខ្មៅគេរៀនសិក្បួនគម្ពីរពីបុរាណដូចគ្នាហើយយើងដោះចេញក៏ពីបុរាណដូចគ្នាដែរអញ្ចឹងប៉ុណ្ណេះចិត្តថាអស់លោកទាំងអស់ដែលខ្ញុំតែងតែឡាយប្រាប់ថាឈ្មោះយើងប្រយ័ត្នប្រយែងឈ្មោះអាយុខែឆ្នាំហ្នឹងយើងប្រយ័ត្នប្រយែងណាចឹងឲ្យដឹងថាអំពើហ្នឹងពួកប្រើអំពើសិលវាត្រូវការអាយុយើងនឹងឯងចឹងអរគុណណាស់ចែកជាការដឹងជាការឮក្នុងធម្មទានក្នុងការស្ដាប់ដោយសេចក្តីស្រឡាញ់ដោយមេត្តាធម៌ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់ជាទីគោរព